បាទស្រួយវិរិយវិរិយបាត់មកពីបាទភូមិកូរឋានសង្កាត់អូអំបិលក្រុងបរិយាបន្នខេត្តបន្ទាយមានជ័យបាទនៅក្នុងនៅនេះបាទគូទី1អ្នកស៊ីមរៀបបាទជួបជាមួយនឹងអ្នកបន្ទាយមានជ័យបាទចឹងជាមួយនឹងការប្រកួតរបស់ស្រួយវិរិយបាន4ដងបាទឈ្នះ3ចាញ់1មិនដែលស្មើមកពីក្លឹបរាជសីកីឡាបាទខេត្តបន្ទាយមានជ័យបាទលោកគ្រូបង្ហាត់លោកវ៉ៃអេងបាទគឺថានៅក្នុងរាត្រីនេះមាន7គូដោយសពបងអញ្ចឹងបាទអត់មានថារាត្រីមុនមាន6គូ2គូគឺថាអត់មានទេ7គូរហូតបាទដើម្បីឲ្យបានច្រើនបន្តិចបាទដើម្បីផ្ដល់ឱកាសបាទឲ្យកីឡាករយើងមានឱកាសប្រកួតបានច្រើនអញ្ចឹងបាទពវៀនថ្នាក់គុណខ្មែរយើងនេះបាទកើតចេញមកនៅក្នុងទឹកដីខេត្តសៀមរាបមិនមែនយើងប្រកួតថាអ្នកខេត្តសៀមរាបទេបាទគ្រប់បណ្ដាខេត្តទាំងអស់បាទមានឱកាសប្រកួតបាទចឹងមកកីឡាករទាំងអស់បងប្អូនកីឡាកររបស់បងកីឡាករវិញលេងរីក្រោយបាទដែលទើបនឹងមកហាត់បាទព្យាយាមទាំងអស់គ្នាបាទដើម្បីឲ្យមានឱកាសប្រកួតនៅលើសង្វៀនថ្នាលនេះបាទកីឡាករដែលខ្លាយជាបាទระดับ A គឺដើមចេញពីថ្នាលបាទទើបខ្លាយជាកីឡាករអាជីពមួយដ៏ល្អផងដែរបាទកីឡាករទាំងពីរមកកណ្ដាលដើម្បីស្ដាប់បទបញ្ជានៃការប្រកួតពីលោកអញ្ញាកណ្ដាលគឺបានពាក្យហ្មងខ្ញុំចាំយកទៅឲ្យជីដាក់គូថ្មីបាទគូទី1នេះខ្ញុំធានាបាទដឹងតែជួនសិនហើយចឹងខ្ញុំក៏សូមជម្រាបផងដែរថាសម្រាប់គូទី1នេះគឺយើងប្រកួតចំនួន3ទឹកចាក្នុងមួយទឹក2នាទីសម្រាប់1នាទីបាទ3ទឹកប្រឹងប្រែងអស់ពីសមត្ថភាពតាមមុនណាចក្រមត្រៀមប្រំព្រៀបប្រកួតក្រុមគុនខ្មែរគូពិសេសទី1ទឹកទី1 round 1គូពិសេសទី1ទឹកទី1ស្វាគមន៍មកជើងចាំបាទរបស់វិរិយ